បាទសូមជម្រាបសួរមកកាន់ការរៀនភាសាដល់ខ្លួនឯងបាទឥឡូវនេះយើងនឹងរៀនសិក្សាជាមួយនឹងគ្នាជាបន្តជាមួយនឹងជំងឺមួយទៀតបាទជាជំងឺក្តៀនរបស់គោក្របីនិងជ្រូកបាទហើយវាខ្ញុំគិតថាល្អដែរដែលបងប្អូនទាំងអស់គ្នារៀនភាសាដល់ខ្លួនឯងវាចំណេញក្នុងការដែលបងប្អូនមិនចំណាយប្រាក់លើការឲ្យទៅពេទ្យសត្វបើសិនជាយើងចេះខ្លួនឯងយើងសន្សំសំចៃជាមួយនឹងការដែលយើងហៅពេទ្យសត្វមកព្យាបាលសត្វរបស់យើងដែរបាទហើយវាក៏ជាចំណេះដឹងថ្មីជាចំណេះដឹងល្អសម្រាប់បងប្អូនប្រជាកសិករដែលរៀនដោយខ្លួនឯងព្យាបាលដោយខ្លួនឯងហើយចិញ្ចឹមដោយខ្លួនឯងបាទវាមានផលចំណេញច្រើនសម្រាប់បងប្អូនប្រជាកសិករបាទអញ្ចឹងដូច្នេះសូមឲ្យយើងបងប្អូនទាំងអស់គ្នាបានសិក្សាជាមួយនឹងគ្នាតែម្ដងបាទទីមួយគឺសូមឲ្យបងប្អូនទាំងអស់គ្នាបាទយល់ដឹងថាជំងឺសត្វរបស់យើងមានជំងឺក្តៀនហើយបាទអញ្ចឹងសត្វរបស់យើងមានជំងឺក្តៀនដូច្នេះយើងកំណត់សម្គាល់ទៅលើរោគសញ្ញារបស់សត្វរបស់យើងថាតើសត្វរបស់យើងនឹងមានរោគសញ្ញាដូចមិនខ្លះដែលយើងអាចសម្គាល់ថាសត្វរបស់យើងនឹងមានជំងឺក្តៀនហើយបាទអញ្ចឹងដូច្នេះបងប្អូនសង្កេតមើលមុនដំបូងគេបងអស់គឺត្រូវយកកម្ដៅរបស់សត្វណាបាទសត្វអញ្ចឹងនៅសត្វដែលវាក្តៀនគឺកម្ដៅរបស់វាឡើងរហូតដល់40អង្សាសេអញ្ចឹងថាតើយើងត្រូវធ្វើម៉េចដើម្បីឲ្យដឹងថាកម្ដៅរបស់សត្វរបស់យើងឡើងឬក៏ចុះទី1បំផុតបាទដូចខ្ញុំប្រាប់តាំងពីវីដេអូមុនអញ្ចឹងខ្ញុំតែងតែនិយាយថាពេទ្យសត្វគឺដាច់ខាតត្រូវតែមានthermometer បាទthermometerយើងយកមកដើម្បីអីបាទ thermometer គឺយើងយកមកដើម្បីនឹងវាស់កម្ដៅរបស់សត្វនឹងឯងបាទអញ្ចឹងបើសិនជាយើងអត់មាន thermometer ទេយើងអត់អាចដឹងថាតើសត្វរបស់យើងឡើងកម្ដៅឬក៏ចុះកម្ដៅទេបាទអញ្ចឹងតើតើយើងមាន thermometer បាទយើងអាចព្យាបាលសត្វរបស់យើងគឺត្រូវចំគោលដៅបាទមានន័យថាសត្វរបស់យើងឡើងឬក៏ចុះកម្ដៅយើងអាចតាមដានដឹងពីសុខភាពសត្វរបស់យើងឬក៏សត្វរបស់យើងវាមានកម្ដៅធម្មតាបាទហើយអញ្ចឹងបន្តមកទៀតបងប្អូនត្រូវពិនិត្យមើលលិម៉ូតរបស់វាគឺយើងដឹងថាលិម៉ូតរបស់សត្វរបស់យើងគឺក្តៀនហើយបាទណាបាទនេះបាទណាលិម៉ូតសត្វរបស់យើងក្តៀនហើយបន្តមកទៀតគឺច្រមុះរបស់សត្វយើងស្ងួតបាទស្ងួតវាអត់មានជាតិទឹកទេបាទស្ងួតតែម្ដងបន្តមកសត្វរបស់យើងអត់ស៊ីចំណីសត្វរបស់យើងទល់នោមឬក៏នោមធម្មតាមានន័យថាសត្វខ្លះវាក្តៀនដែរប៉ុន្តែវានោមវាធម្មតាប៉ុន្តែសត្វខ្លះវាក្តៀនហើយវាថែមទាំងវាទល់នោមទៀតបាទអញ្ចឹងគឺវាមានពីរប្រភេទហ្នឹងហើយយើងមើលយើងតាមដានពីរោគសញ្ញាបន្តទៀតគឺថាសត្វរបស់យើងនឹងអត់សូវធ្វើចលនាទេបាទមើលថាសត្វរបស់យើងនឹងវាភិកច្រើនទៅវាស្ពឹកណាវាអត់សូវធ្វើចលនាហើយបន្តមកទៀតគឺពោះរបស់សត្វរបស់យើងនឹងគឺវារីកធំណាបាទនេះណាវារីកធំហើយសត្វអត់សូវផឹកទឹកទេបន្តមកទៀតសត្វវាដេកច្រើនហើយសត្វវាពិបាកដកដង្ហើមមានន័យថាវាតឹងពោះពីព្រោះដោយសារអីពីព្រោះដោយសារវាធំពោះហ្នឹងហើយវាពិបាកដកដង្ហើមហើយសត្វវាតែងតែទន់ជើងក្រោយណាបាទហើយឥឡូវនេះយើងមើលអំពីការព្យាបាលរបស់យើងថាតើសត្វរបស់យើងដែលមានជំងឺហ្នឹងតែយើងត្រូវព្យាបាលដោយថ្នាំអីយើងត្រូវប្រើដោយថ្នាំអីបាទអញ្ចឹងការព្យាបាលរបស់យើងគឺទី1គឺយើងត្រូវប្រើអាណាសាងឬក៏ប៉ារ៉ានេះណាបាទអញ្ចឹងពួកអាណាសាងឬក៏ប៉ារ៉ានេះវាជាថ្នាំបញ្ចុះកម្ដៅអញ្ចឹងជឿដឹងថាសត្វរបស់យើងឡើងកម្ដៅខ្ពស់ហើយអញ្ចឹងមានន័យថាសត្វរបស់យើងក្ដៅខ្លាំងហើយវាឡើងរហូតដល់40អង្សាសេអញ្ចឹងយើងត្រូវប្រើពពួកថ្នាំបញ្ចុះកម្ដៅនេះជាមុនដំបូងសិនដើម្បីឲ្យកម្ដៅរបស់វាចុះណាបាទអញ្ចឹងយើងប្រើអាណាសាំងក៏បានឬក៏យើងជ្រើសរើសយកប៉ារ៉ាក៏បានអញ្ចឹងមានន័យថាយើងអត់យកទាំងពីរទេណាយើងអត់យកទាំងពីរទេគឺមានន័យថាបើមិនយើងមានអាណាសាំងយើងប្រើអាណាសាំងទៅបើមិនយើងមានប៉ារ៉ាយើងប្រើប៉ារ៉ាទៅបាទអញ្ចឹងចំណោះដែលយើងប្រើនេះគឺ1cc 10គីឡូអញ្ចឹងបងប្អូនច្បាស់ជាយល់ហើយថា
rung vol môi cc đọc lỗនេះគឺយើងប្រើយ៉ាងម៉េចណាបាទគឺមានន័យថាឧទាហរណ៍គោរបស់បងប្អូនទម្ងន់50គីឡូគឺយើងចាក់យើងចាក់ប៉ុន្មានយើងចាក់ 5cc ណាបាទអញ្ចឹងមានន័យថា 1cc 10គីឡូអញ្ចឹងបើ100គីឡូយើងចាក់ 1cc 100គីឡូគឺយើងចាក់ 10cc បាទអញ្ចឹងបងប្អូនយល់ហើយបាទហើយបន្តមកទៀតត្រង់កន្លែងនេះណាត្រង់កន្លែង EM នេះគឺជានិមិត្តសញ្ញានៅលើ10ថ្នាំ EM នេះគឺជានិមិត្តសញ្ញាដែលគេសម្គាល់ថាវាជាថ្នាំសម្រាប់ចាក់សាច់ដុំណាបាទចាក់សាច់ដុំអញ្ចឹងបងប្អូនស្គាល់ហើយចាក់សាច់ដុំទី1គឺចំពោះសត្វជ្រូកគឺភាគច្រើននៅអតគៀកឬក៏នៅត្រង់កនៅត្រង់កអញ្ចឹងយើងចាក់ 1cc 10គីឡូចាក់នៅចាក់សាច់ដុំគឺយើងចាក់មួយថ្ងៃម្ដងគឺយើងចាក់រហូតដល់5ថ្ងៃបាទមានន័យថាបើសិនជាយើងចាក់នៅពេលព្រឹកបាទគឺស្អែកឡើងយើងចាក់នៅពេលព្រឹកទៀតគម្រប់5ថ្ងៃគឺបានហើយបាទអញ្ចឹងនៅពេលដែលយើងប្រើថ្នាំបញ្ចុះកម្ដៅរួចហើយគឺយើងប្រើពួកអង់ទីប៊ីយោទិកគឺយើងប្រើអំពីបាទយើងប្រើអំពីក៏បានប្រើអុកស៊ីតេត្រែក៏បានប៉ុន្តែសាច់ទៅលើបងប្អូនបើសិនជាបងប្អូនមានអំពីបងប្អូនប្រើអំពីទៅហើយបើសិនជាបងប្អូនមានអុកស៊ីតេត្រាបងប្អូនប្រើអុកស៊ីតេត្រាទៅហើយចំណែករង្វាស់ចាក់នឹងគឺ 1cc 10គីឡូឲ្យដូចគ្នាទេហើយចាក់នៅសាច់ដុំដូចគ្នាហើយចាក់មួយថ្ងៃម្ដងរយៈពេល5ថ្ងៃឲ្យដូចគ្នាអញ្ចឹងមានន័យថាបើសិនជាបងប្អូនសត្វរបស់បងប្អូនមានបញ្ហាហ្នឹងបងប្អូនវាស់កម្ដៅរួចហើយបងប្អូនពិនិត្យរោគសញ្ញារួចហើយគឺថាអូវាសត្វរបស់យើងហ្នឹងគឺមានជំងឺក្តៀនហ្នឹងហើយអញ្ចឹងបងប្អូនអាចនឹងវាស់កម្ដៅហើយឃើញថាកម្ដៅវាឡើងបងប្អូនបូមប៉ារ៉ាក៏បានបូមអាណាសាំងក៏បានឧទាហរណ៍គោរបស់បងប្អូនមានទម្ងន់50គីឡូអញ្ចឹងបងប្អូនចាក់ 5cc បាទចាក់ 5cc អាហ្នឹងយើងគិតថាថ្ងៃដំបូងចាក់ 5cc ហ្នឹងយើងចាក់ខាងឆ្វេងទៅណាបាទនៅពេលដែលយើងចាក់ថ្នាំបញ្ចុះកម្ដៅនៅខាងឆ្វេងហើយបងប្អូនត្រូវប្រើថ្នាំអង់ទីប៊ីយោទិកមួយទៀតណាបាទគឺយើងប្រើអំពីក៏បានប្រើអុកស៊ីតេត្រែក៏បានបាទអញ្ចឹងចាក់មួយទៀតគឺនៅខាងមិញថ្នាំបញ្ចុះកម្ដៅយើងប្រើនៅខាងឆ្វេងហើយឥឡូវយើងប្រើថ្នាំអង់ទីប៊ីយោទិករបស់យើងគឺយើងប្រើនៅខាងស្ដាំទៅណាបាទអញ្ចឹងយើងប្រើរង្វាស់ហ្នឹងគឺមួយចាក់មួយថ្ងៃម្ដងគឺប្រើ5ថ្ងៃឲ្យដូចគ្នាណាចាក់ខាងឆ្វេងចាក់ខាងស្ដាំអញ្ចឹងឥឡូវយើងមើលវិធីមួយទៀតណាវិធីទី2គឺយើងប្រើត្រីសូមិចណាថ្នាំត្រីសូមិចគឺ 1cc 10គីឡូចាក់សាច់ដុំគឺមួយថ្ងៃម្ដងប្រើ5ថ្ងៃប្រើ5ថ្ងៃដូចគ្នាណាបាទអញ្ចឹងយើងចាក់ហើយគឺអានោះយើងចាក់នៅខាងឆ្វេងហើយបន្តមកទៀតយើងប្រើប៉ារ៉ា 1cc 10គីឡូឲ្យដូចគ្នាចាក់សាច់ដុំដូចគ្នាហើយយើងចាក់មួយថ្ងៃម្ដងប្រើ5ថ្ងៃដូចគ្នាគឺយើងចាក់ខាងស្ដាំអញ្ចឹងមានន័យថាថ្នាំទាំងពីរនេះគឺយើងប្រើក្នុងថ្ងៃតែមួយទេអញ្ចឹងមានន័យថាយើងចែកគ្នាទៅទី1យើងចាក់នៅខាងឆ្វេងហើយមួយទៀតយើងចាក់នៅខាងស្ដាំទៅណាបាទហើយឥឡូវនេះយើងមានវិធីទី1ហើយបន្ទាប់ពីយើងប្រើថ្នាំហើយណាបាទបន្ទាប់ពីយើងប្រើថ្នាំហើយខាងលើនេះចំណុច phosphide នេះគឺជាវិធីទី1ហើយនេះគឺជាវិធីទី2ហើយនៅពេលដែលយើងប្រើឧទាហរណ៍បើសិនជាបងប្អូនចង់ប្រើវិធីទីប៉ុន្មានបងប្អូនចង់ប្រើវិធីទី1បងប្អូនប្រើវិធីទី1ទៅហើយនៅពេលដែលយើងប្រើវិធីទី1ទៅហើយបងប្អូនអាចនេះណាបាទអាចនឹងសល់តាមគូតឲ្យទឹកមកជូរឲ្យក៏បានដែរបាទអានឹងវាលឿនណាវាលឿនហើយយើងជួយសម្រួលលាមករបស់សត្វរបស់យើងនឹងឲ្យវាមកធម្មតាវិញដោយយើងសល់នឹងយើងប្រើថ្នាំសល់ទឹកសល់ដែលយើងទិញនឹងក៏បានឬក៏មួយយើងខ្វះថវិកាប្រជាកសិករយើងខ្លះអត់មានថវិកាគ្រប់គ្រាន់យើងអាចនឹងប្រើស្លឹកអំពិលស្ងោរឲ្យក៏បានដែរមានន័យថាយើងស្ងោរឲ្យឆ្អិនទៅថងកុំយកទឹកឆៅយកទៅសល់ឲ្យសោះណាបាទយើងយកទឹកមកជូរណាយើងស្ងោរស្លឹកអំពិលយើងទៅហើយយើងអាចសល់បាទដូចគ្នាឬមួយបើសិនជាបន្ទាប់មកយើងឃើញថាសត្វរបស់យើងនឹងវា
វាទល់នោមអញ្ចឹងសត្វខ្លះវាទល់នោមសត្វខ្លះវាអត់ទល់នោមទេសត្វខ្លះក្តៀនទៅទល់នោមហើយសត្វខ្លះក្តៀនអត់ទល់នោមអញ្ចឹងបើសិនជាសត្វរបស់យើងទល់នោមយើងអាចនឹងប្រើវិធីបុរាណណាយើងអាចនឹងប្រើវិធីបុរាណបងប្អូនវិជ្ជាកសិករនៅតាមស្រុកស្រែយើងគឺប្រកាសជាស្គាល់ច្បាស់ហើយណាបាទស្គាល់ច្បាស់ហើយទីមួយយើងប្រើដើមតមុងសេកណាដើមឲ្យតមុងសេកវាអត់ប្រហែលជាសបោនៅតាមជនបទណាសបោដើមយើងប្រើដើមតមុងសេកនិងដើមដកពាយណាដើមដកពាយយើងយកទាំងពីរហ្នឹងមកយើងយកមកស្ងោរហើយបន្ទាប់មកយើងបញ្ច្រកសัตว์ណាបាទយើងគេថាអត់មាននៃពិបាករកទេនៅតាមតំបន់គឺសបោដែរបាទអញ្ចឹងនៅពេលដែលយើងបញ្ច្រកសัตว์ហើយណាបាទឬមួយក៏សិនជាបងប្អូនខ្លះក៏អត់ស្គាល់ដើមតមុងសេកទេណាក៏អត់ស្គាល់ដើមដកពាយទេមិនដឹងជារកនៅណាទេណាឥឡូវយើងមានវិធីមួយទៀតគឺយើងប្រើថ្នាំគ្រាប់បាទយើងប្រើថ្នាំគ្រាប់នេះគឺប្រើ C3 ណាថ្នាំ C3 អញ្ចឹងឧទាហរណ៍គោរបស់យើងទម្ងន់100គីឡូក្រាមណាយើងប្រើ15គ្រាប់យល់ទេបងប្អូនឧទាហរណ៍គោរបស់បងប្អូនទម្ងន់100គីឡូក្រាមបងប្អូនប្រើ15គ្រាប់មានន័យថាមួយថ្ងៃប្រើ2ដងណាមួយថ្ងៃប្រើ2ដងឧទាហរណ៍ព្រឹកម្ដងល្ងាចម្ដងអញ្ចឹងយើងយក C3 មកយើងបុកហើយយើងបុកទៅយើងលាយជាមួយនឹងទឹកឆ្អិនរបស់យើងទៅយើងបញ្ច្រកគោរបស់យើងទៅអញ្ចឹង100គីឡូគឺយើងប្រើ15គ្រាប់អញ្ចឹងបើសិនជាលើសគីឡូបងប្អូនអាចថែមទៅតាមចំណុះរង្វាស់នឹងទៀតបានណាវាអត់អីទេហើយបញ្ច្រកព្រឹកម្ដងថ្ងៃបញ្ច្រកម្ដងអញ្ចឹងបើសិនជាយើងបញ្ច្រកហើយយើងសង្កេតឃើញថាគោរបស់យើងវានោមធម្មតាហើយហ្នឹងគឺសូមកុំបញ្ច្រកទៀតណាយើងមិនចាំបញ្ច្រកទៀតទេបើសិនជាយើងឃើញថាអូគោរបស់យើងវានោមធម្មតាហើយកុំបញ្ច្រកទៀតបាទអញ្ចឹងបើសិននៅពេលដែលយើងបញ្ច្រកហើយណាយើងបញ្ច្រកហើយយើងអាចប្រើអុកស៊ីតេត្រា1 cc 10គីឡូយើងចាក់សាច់ដុំមកក៏បានបាទប្រើមួយថ្ងៃម្ដងប្រើរយៈពេល5ថ្ងៃអញ្ចឹងអានេះយើងគិតថាអញ្ចឹងណាអានេះវិធីទី1ណាបាទអានេះវិធីទី1អានេះវិធីទី2ណាអានេះវិធីទី2ប៉ុន្តែបើសិនជាបងប្អូនគិតថាអូយើងអត់មានថ្នាំសម្រាប់ចាក់ទេណាបាទអញ្ចឹងយើងជ្រើសរើសយកអាចុងក្រោយនេះមកណាគឺយើងសល់ដោយទឹកបញ្ជូរហើយបន្ទាប់មកបើសិនជាវាទល់នោមហើយយើងប្រើនេះទៅណាប្រើវិធីបុរាណនេះក៏បានប្រើថ្នាំ C3 គ្រាប់នេះក៏បានហើយបន្ទាប់មកយើងប្រើអុកស៊ីតេត្រាទៅបាទនេះគឺយើងមាន3វិធីណាសម្រាប់បងប្អូនដែលបងប្អូនអាចយកទៅប្រើប្រាស់បានហើយសង្ឃឹមថាបងប្អូននឹងយល់ហើយបើសិនជាមានចម្ងល់អីបងប្អូនអាចcomment សួរណាអាច comment សួរបានហើយខ្ញុំនឹងឆ្លើយដល់សំណួររបស់បងប្អូនដែលបងប្អូនឆ្ងល់ហើយសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះផងហើយសូមជួយ subscribe like និង share ហើយនឹងជាពិសេសគឺសូម subscribe នៅចំណុចនៅខាងក្រោមចំណុចពណ៌ក្រហមនៅខាងក្រោមវីដេអូនេះផងដើម្បីនឹងទទួលបាននូវចំណេះដឹងថ្មីហើយនឹងវីដេអូថ្មីបន្ថែមទៀតបាទអញ្ចឹងសូមអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ